កាលខ្ញុំនៅពីក្មេងតែរៀនចាញ់គេអត់បានទេបងប្អូនធ្លាប់តែចុះលេខ1តែចុះលេខ2គឺដេកអត់លក់ហ្មងធ្វើមិនឲ្យឈ្នះគេហើយអាទិញបាយឲ្យគ្រូទិញនំបញ្ចុកឲ្យគ្រូហ្នឹងគឺជំនាញរបស់ខ្ញុំហើយអារៀនបកែហើយគឺលក្ខណៈថាយកចិត្តគ្រូមិនតង់ទៀតដើម្បីឈ្នះគេដល់ពេលឥឡូវមកប្រាប់កូនថាកូនឯងគ្រាន់តែខំរៀនបានហើយមិនបាច់ចង់ឈ្នះអ្នកណាទេអាមិនទេគិតយូរទៅអាមិនទេខ្ញុំនេះខ្លួនឯងនេះចង់ឈ្នះគេប្រាប់កូនថាគ្រាន់តែខំរៀនបានមិនបាច់ចង់ឈ្នះអ្នកណាទេមិនដឹងខ្លួនឯងគិតខុសឬត្រូវទេបងអូនបើសិនជាគាត់ចង់ឈ្នះចង់ចាញ់គាត់នឹងខំប្រឹងរៀនដូចយើងពីក្មេងហ្នឹងមែនទេបងប្អូនតែគ្រាន់តែថាម៉ែនេះមានបទពិសោធន៍ហើយនៅពេលដែលយើងចង់ឈ្នះចង់ចាញ់គេពេកវាហត់តែខ្លួនឯងហត់ចិត្តហើយពេលដែលយើងរៀនចង់ឈ្នះគេពេកដែលយើងអត់ជាប់អ្វីដែលយើងចង់បានគឺពិបាកចិត្តអត់សប្បាយចិត្តទេអញ្ចឹងម៉ែនេះមានបទពិសោធន៍អត់ចង់ឲ្យកូនណាមានមហិច្ឆតាដូចខ្លួនឯងកាលនៅក្មេងទេកាលនៅក្មេងយើងធម្មតាទេបងប្អូនមនុស្សយើងតែតែមានគិតខុសហើយនឹងគិតត្រូវណាយើងពីទូចមកដល់ឥឡូវគឺថាមានការគិតខុសច្រើនដងហ្នឹងមែនបងប្អូនអញ្ចឹងអ្វីដែលយើងគិតខុសពីដើមមកយើងត្រូវតែយកមកប្រាប់កូនខ្ញុំចង់ឲ្យកូនខ្ញុំរស់នៅដោយសប្បាយចិត្តរស់នៅដោយគ្មានការចង់ឈ្នះអ្នកណាទេនិយាយទៅខ្ញុំប្រាប់កូនខ្ញុំថាចេះគ្រាន់តែកូនឯងមានសុខភាពល្អហើយកូនឯងខំរៀនឲ្យតែចេះទៅតួកូនឯងឈ្នះមិនឈ្នះអ្នកណាប្រហែលថាគាត់ឆ្លាតរៀបគាត់ឆ្លាតគាត់រៀនឆ្លាតប៉ុន្តែនៅក្នុងថ្នាក់គាត់មានអ្នកឆ្លាតជាងគាត់ទៀតហើយតែប្រឹងឲ្យឈ្នះគេធ្វើអីឲ្យតែកូនចេះទៅបានហើយតែកូនខំប្រឹងរៀនខ្លួនឯងទៅបានហើយមិនថាតែការរៀនទេបងប្អូនការធ្វើអីក៏ដោយមិនបាច់ចង់ឈ្នះអ្នកណាទេរាល់ថ្ងៃហ្នឹងអូនលៀបមិនតមានឈ្នះចង់ឈ្នះអ្នកណាបងប្អូនខ្ញុំឃើញតែគាត់ចង់ឈ្នះបងប្អូនខ្លួនឯងខ្ញុំថ្ងៃឆ្លោះគ្នាពេញទៅផ្ទះឲ្យតែថ្ងៃសៅរ៍អាទិត្យគឺសលេងតែហឹងហ្មងរឿងឆ្លោះគ្នានឹងឯងដូចថ្ងៃហ្នឹងចឹងជាថ្ងៃអាទិត្យគឺខ្ញុំនាំគាត់មករៀបចំផ្ទះអញ្ចឹងណាបងប្អូនកូនស្រីឬកូនប្រុសក៏ដោយយើងត្រូវតែបង្រៀនគាត់ធ្វើការងារផ្ទះបន្ទាប់ពីរៀនចំចក្រានបាយអីហើយក៏សុំបេះផ្លែឈើញ៉ាំនៅក្នុងផ្ទះហ្នឹងមានផ្លែស្ពឺគ្រាន់តែទៅស្រុកមួយថ្ងៃបងប្អូនមកផ្លែឡើងជោគដើមតែម្ដងបងប្អូនណាចង់ញ៉ាំអាចមកញ៉ាំផ្ទះខ្ញុំបានណាបន្ទាប់ពីបេះផ្លែស្ពឺហើយមិនតង់គឺសុំបេះស្វាយនេះឈោងដៃដល់តែម្ដងបងប្អូនហើយផ្លែមនក៏មានដែរប៉ុន្តែខ្ញុំមិនឲ្យគាត់បេះទេចាំបន្ទិញនៅពីគេងដោយសារបន្ទិញគាត់ចិត្តផ្លែមនខ្លាំងមែនតែនហ្មងហើយស្វាយតៃវ៉ាន់នេះគឺធំខ្លាំងណាស់បងប្អូនអើយហើយដើមវាទៀបពេលហ៊ុនតង់ឡើងបត្រោងរហូតនិយាយទៅកូនខ្ញុំសុំតែមានសុខភាពល្អស្មាហាប់អញ្ចឹងមកបានហើយមកកាក់អីផ្លែឡើងធំបងប្អូនឃើញតែអត់ស្លឹកអញ្ចឹងណាប៉ុន្តែផ្លែពេញដើមហ្មងហើយបើនិយាយពីតបែកវិញបងប្អូនអើយផ្លែឡើងជុកដើមហ្មងអើយគ្រាន់តែទៅស្រុកប្រហែលថ្ងៃបងប្អូនអើយផ្លែក៏ផ្លែច្រើនដែរសូម្បីតែឃ្លោកហើយណែនដើមហ្មងណាការខ្ញុំដាំដើមឈើដំបងណាគេក៏និយាយដែរអើយប្រឹងដាំអីមកម៉េះទេញ៉ៃពេញផ្ទះអញ្ចឹងណាចំណែកខ្ញុំវិញគឺស្រឡាញ់ធម្មជាតិមែនតើហើយឃើញអត់ពេលដែលយើងដាំសមិទ្ធផលយើងកាលពីមុនណាឥឡូវបានផ្លែផ្កាញ៉ាំឃើញអត់យើងមិនបាច់ទៅរកណាឆ្ងាយទេមកជូរខ្ញុំញ៉ាំឡើងតលាន់ឥឡូវយើងយកមកជូរមកលាងទឹកសិនបងប្អូនយើងត្រូវតែមានអនាម័យខ្ញុំមកនិយាយទៅឲ្យញ៉ាំខ្លួនឯងទៅអីប៉ុន្តែរបស់ដែលចូលពោះគោហ្នឹងគឺប្រុងប្រយ័ត្នមែនតើហ្មងដូរជាទឹកដោះគោអញ្ចឹងនៅពេលដែលកូនយើងដូរមកញ៉ាំទឹកដោះគោប្រអប់กระดาษគឺខ្ញុំគិតមែនតើថាត្រូវយកទឹកដោះគោណាដែលមានគុណភាពល្អហើយនឹងធ្វើឲ្យសុខភាពកូនខ្ញុំល្អអញ្ចឹងណាខ្ញុំតែងតែឆែកគ្រឿងផ្សំនិយាយទៅបងប្អូនត្រូវតែមើលគ្រប់មុខនៅក្នុងសម្បកប្រអប់ដែលគេដាក់ពីលើហ្នឹងបងប្អូនហើយយើងស្រាវជ្រាវមើលតើវាចេញពីប្រភពណាស័ក្តិសមឲ្យកូនយើងញ៉ាំអត់ហើយឥឡូវនេះខ្ញុំបានជ្រើសរើសយកទឹកដោះគោ Formo Omega ដែលមាន DHA ជួយទៅដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារហើយក៏មានផ្ទុក Omega 369 Sphingomyelin PDX ទៀតទឹកដោះគោ Formo Omega ក៏មានវីតាមីននិងសារធាតុចិញ្ចឹមជាច្រើនទៀតដែលល្អសម្រាប់កុមារជួយឲ្យក្មេងៗមានបញ្ញាឆ្លាតវៃនិយាយទៅអូនលៀមមុនតង់ញ៉ាំទឹកដោះគោ Omega ហ្នឹងជាប្រចាំថ្ងៃហ្មងអញ្ចឹងបើម៉ាក់កំពុងតែស្វែងរកដោះគោប្រអប់ឲ្យកូនញ៉ាំកុំភ្លេចជ្រើសរើសយក Omega គឺល្អខ្លាំងមែនតើហើយកុំភ្លេចដាំឈើចំពេញផ្ទះហងដើម្បីជាម្លប់ត្រជាក់ដល់ផ្ទះយើងហើយក៏មានផ្លែឈើញ៉ាំកុំភ្លេចទៅណាំម្ទេសឃ្លោកផ្លែឈើមិនត្រឹមផ្លែឈើណាបន្លែក៏អញ្ចឹងដែរអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាបាយ